ចំពោះការកំណត់មេគុណបន្ទុកតាមថ្នាក់ឲ្យត្រឹមត្រូវនេះគូត្រូវចូលទៅក្នុងថ្នាក់រៀនអញ្ចឹងបន្ទាប់មកទីហោចង់កំណត់មេគុណត្រឹមត្រូវចំពោះថ្នាក់ទី1កអញ្ចឹងត្រូវចូលកន្លែងកែប្រែបន្ទាប់មកទៀតកន្លែងមេគុណហ្នឹងគឺនៅកន្លែងតារាងសន្ទុះអញ្ចឹងចូលកន្លែងតារាងសន្ទុះបន្ទាប់មកត្រូវទៅចុចនៅលើ slide ផ្ទាល់ខ្លួនឲ្យចេញជាពណ៌ខៀវបាទបន្ទាប់មកខែមករាហ្នឹងតើមេគុណរបស់ថ្នាក់ហ្នឹងគឺប្រមាណអញ្ចឹងយើងត្រូវតែ double click បាទ double click លើហ្នឹងឲ្យចេញដូចខ្ញុំមកបន្ទាប់មកបើសិនណាបើគាត់11កែមក11មកបន្ទាប់មកចុចរក្សាទុកបាទនេះខ្ញុំអត់រក្សាទុកទេអញ្ចឹងចុចរក្សាទុកមកបន្ទាប់មកទៀតអ្នកគ្រូអាចទៅពិនិត្យមើលឡើងវិញថាតើប្រព័ន្ធបានគណនាត្រឹមត្រូវនៅបើមិនទាន់ត្រឹមត្រូវទេអ្នកគ្រូអាចទាញនាំចេញអាមុខបន្ទុកនៅក្នុងហ្នឹងបន្ទាប់មកចាំនាំចូលម្ដងទៀតប្រព័ន្ធនឹងគណនាឡើងវិញឯបាទអរគុណ